បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានេះគឺជាវីដេអូទី3ដែលយើងនឹងសិក្សាអំពីអឺទំហំថ្មីផ្សេងទៀតលើសពីកម្លាំងលើសពីដែនអគ្គិសនីឥឡូវយើងនិយាយអំពីកំហនយើងនិយាយអំពីថាមពល potential ហើយក៏និយាយអំពី potential អគ្គិសនីដែរហើយនៅចុងនៃវីដេអូខ្ញុំនឹងនិយាយអំពីចលនាផង់នៅក្នុងដែនឯកស្ថានបាទនៅក្នុងនេះគឺវាមានសារៈសំខាន់ក្នុងការសិក្សាទៅលើថាមពល potential សិក្សាអំពី potential អគ្គិសនីមួយក្នុងចំណោមហ្នឹងខ្ញុំលើកជាឧទាហរណ៍ចំពោះការអនុវត្តក្នុងការសិក្សាខាងជីវសាស្ត្រគឺក្នុងជីវវិទ្យាគឺគេសិក្សាអំពីអ៊ីយ៉ុងណាអ៊ីយ៉ុងនៅក្នុងរាងកាយរបស់យើងហ្នឹងគឺវាចេញចូលទៅក្នុងកោសិការបស់យើងអញ្ចឹងមូលហេតុដែលអ៊ីយ៉ុងដែលវាអាចចេញឬចូលទៅក្នុងកោសិកាមួយក្នុងចំណោមហ្នឹងគឺដោយសារតែមាន potential ខុសគ្នារវាងខាងក្នុងនិងខាងក្រៅកោសិកាហើយអ៊ីយ៉ុងកាលណាខ្ញុំនិយាយពាក្យថាអ៊ីយ៉ុងមានន័យថាវាផ្ទុកបន្ទុកអគ្គិសនីអាចវិជ្ជមានឬអវិជ្ជមានក្នុងហ្នឹងទៅតែភាគច្រើនអ៊ីយ៉ុងដែលយើងសិក្សានៅដែលអ្នកជីវៈគាត់សិក្សាអំពីកោសិការបស់យើងគឺនិយាយពីអ៊ីយ៉ុងវិជ្ជមានមានដូចជា potassium មានដូចជា sodium មានដូចជា calcium ជាដើមបាទអញ្ចឹងអ្វីដែលយើងសិក្សាខ្ញុំសូមបញ្ជាក់ម្ដងទៀតវាគាត់ជាមូលដ្ឋានគ្រឹះទេដើម្បីស្វែងយល់ទៅលើអីកើតមានការពិតណាសម្បីតែការពិតនៅក្នុងករណីនេះក៏វាជាលក្ខណៈថាជាឧទាហរណ៍វានៅតែជា model ងាយៗដែលគេលើកយកមកផ្សារភ្ជាប់ជាមួយនឹងការសិក្សារូបវិទ្យារបស់យើងបាទនៅពេលដែលយើងនិយាយអំពីកម្លាំងនិយាយពីកំមន់និយាយអំពីថាមពលនិង potential ទំហំទាំង4ហ្នឹងគឺវាជាទំហំដែលពាក់ព័ន្ធគ្នាអត់មានលក្ខណៈដាច់ដោយឡែកទេនៅក្នុងហ្នឹងនៅពេលដែលយើងនិយាយអំពីកម្លាំងនៅក្នុងមេរៀនមុនខ្ញុំអត់បានបញ្ជាក់ទេថាយើងបែងចែកកម្លាំងជាប្រភេទមិនឥឡូវម្ដងនេះខ្ញុំសូមបញ្ជាក់ទៅលើករណីហ្នឹងគឺកម្លាំងគឺយើងបែងចែកជា2កម្លាំងប្រភេទកម្លាំងរក្សាហើយនិងកម្លាំងមិនរក្សាជាពីអង់គ្លេស conservative force ហើយនិង non conservative force អញ្ចឹងកម្លាំងរក្សាហ្នឹងវាមានដូចជាកម្លាំងទំនាញដីកម្លាំងរសើរកម្លាំងយឺតឬសាច់លូតឬកម្លាំងលូតនៃរសើរហ្នឹងកម្លាំងទាញនៃរសើរកម្លាំងអគ្គិសនីណាអ្វីដែលយើងបានសិក្សានៅសប្តាហ៍2ហើយនឹងកម្លាំងអស់ហ្នឹងគឺលក្ខណៈសម្គាល់របស់វាដែលគេហៅថាកម្លាំងរក្សាហ្នឹងគឺវាធ្វើឲ្យថាមពលមេកានិកត្រូវបានរក្សាបាទលោកគ្រូដែលរៀននៅរៀននៅផ្នែកមេកានិកគឺគួរតែចាំបានណាថាមពលមេកានិកគឺផលបូកនៃថាមពលស៊ីនេតិកជាមួយនឹងថាមពល potential ឲ្យដល់រូបមន្តស្មើការបូកជាមួយនឹងអុយចំពោះកម្លាំងមិនរក្សាវាមានដូចជាកម្លាំងកកិតកម្លាំងបានមកពីប្រភេទវត្ថុកម្មគីមីកម្លាំងបានមកពីវត្ថុកម្មគីមីមានដូចជាគេជាឧទាហរណ៍ដូចជាយើងមានផាវអញ្ចឹងណាពេលយើងដុតទៅគឺសារធាតុគីមីគឺវាប្រតិកម្មជាមួយនឹងអុកស៊ីហ្សែនបាទឆេះទៅក៏បានទៅជាកម្លាំងមួយដែរដែលធ្វើឲ្យយើងឮសលេងផ្ទុះឬសូរផាំងអីចឹងទៅអាហ្នឹងគឺជាកម្លាំងដែលបានមកពីប្រតិកម្មគីមីប្រភេទកម្លាំងអស់ហ្នឹងគឺវាអត់ធ្វើឲ្យថាមពលមេកានិកនឹងរក្សាទេគឺវាអាចធ្វើឲ្យថាមពលមេកានិកនឹងថយចុះជាឧទាហរណ៍ចំពោះករណីកម្លាំងកកិតហើយវាកើនឡើងក្នុងករណីជាឧទាហរណ៍កម្លាំងប្រតិកម្មបានមកពីប្រតិកម្មគីមីបាទបើយើងនិយាយអំពីកំមន់នៃកម្លាំងរក្សាគឺវាមាន4លក្ខណៈទី1គេអាចសរសេរកំមន់ហ្នឹងជាផលសងនៃតម្លៃដើមនិងតម្លៃស្រេចនៃអានុគមថាមពល potential នៅកន្លែងនេះលោកគ្រូអាចឃើញហើយកំមន់នៃកម្លាំងហើយឥឡូវមកពាក់ព័ន្ធជាមួយនឹងថាមពល potential ណាអញ្ចឹងវាជាទំហំដែលពាក់ព័ន្ធគ្នាចំណុចទី2គឺវាអាចត្រឡប់បានបាទចំណុចទី3គឺវាមិនអាស្រ័យនឹងរាងនៃកន្លងទេវាអាស្រ័យតែនឹងទីតាំងដើមនិងទីតាំងស្រេចហើយទី4តាមពិតទៅអាហ្នឹងវាជាលៀសនឹងទី3ដែរបើទីតាំងដើមនិងទីតាំងស្រេចវាជាទីតាំងតែមួយអញ្ចឹងកំណត់សរុបគឺវាស្មើនឹង0
ចឹងរៀងមិនមកក៏ដោយបត់ចុះបត់ឡើងម្ដងកន្លែងទៅដែរចឹង command វាស្មើ0អញ្ចឹងអ្វីដែលខ្ញុំលើកមកនេះគឺចង់បញ្ជាក់ថាទាំង command ទាំងកម្លាំងថាមពលឬមួយក៏ potential នៅក្នុងករណីរបស់យើង potential អគ្គិសនីគឺអា4ហ្នឹងគឺវាមានអីដែលពាក់ព័ន្ធគ្នាបាទហើយចំណុចបន្ទាប់យើងនឹងសិក្សាពីចំណុចមួយហើយលោកគ្រូអ្នកគ្រូអាចតាមដានមើលថាតើទំហំទាំង4ហ្នឹងគឺវាពាក់ព័ន្ធគ្នាដោយរបៀបណាបាទចំណុចដំបូងខ្ញុំចង់និយាយគឺអំពី command ណាអញ្ចឹង command គឺជាផលគុណ scalar រវាង vector កម្លាំងជាមួយនឹង vector បំលាស់ទីអញ្ចឹងផលគុណ scalar នៅក្នុងគណិតវិទ្យាយើងមានផលគុណនៃ vector មាន2គឺផលគុណ vector និងផលគុណ scalar យើងតាំងផលគុណ scalar គឺតាំងដោយសញ្ញាចុចបែបនេះហើយផលគុណ vector គេដាក់ផលគុណខ្វែងសញ្ញាគុណយើងធម្មតាហ្នឹងអានេះយើងហៅផលគុណ vector អញ្ចឹង command នៃកម្លាំងដែល F ដែលពីផ្លាស់ទីពី A ទៅ B អញ្ចឹងយើងបាន F scalar AB បាទអញ្ចឹងគឺយើងស្មើជាមួយនឹង model នៃកម្លាំង F គុណជាមួយ model នៃ vector បំលាស់ទីគឺ AB ហ្នឹងហើយគុណជាមួយ cos theta ដែលករណីនេះ cos theta របស់យើងគឺជាមុំគុំរវាង vector កម្លាំងជាមួយនឹង vector បំលាស់ទីជាទូទៅរូបមន្តរបស់នេះគឺយើងប្រើបានតែករណីកម្លាំងថេរទេកម្លាំងអត់ថេរអត់បានទេអញ្ចឹងករណីកម្លាំងអត់ថេរគឺយើងត្រូវប្រើរូបមន្តខាងក្រោមបាទគឺគេធ្វើអង្តិក្រាណាអត្តន័យអង្តិក្រាគឺជាផលបូកនៃអានុគមដែលនៅជាប់គ្នាកាលណាយើងកន់ខ្សែកោងនឹងឲ្យញឹកទៅយើងអាចធ្វើការកណនាផ្ទៃរបស់ផ្ទៃនៅក្រោមខ្សែកោងកាត់ជាមួយនឹង AX ផ្ទៃហ្នឹងវាខណ្ឌដោយខ្សែកោងជាមួយ AX អញ្ចឹងកាលណាយើងកន់ឲ្យញឹកទៅផលបូកនៃអានុគមដាច់ហ្នឹងវាទៅជាផលបូកនៃអានុគមជាប់ហើយអញ្ចឹងអាហ្នឹងគឺជាអង្តិក្រាបាទករណីនេះគឺយើងអាចប្រើចំពោះកម្លាំងមិនថេរណាកលឹងកោងគឺយើងអាចប្រើបានទាំងពីរករណីនិយាយចំពោះករណីកម្លាំងថេរមិញបើសិនយើងសរសេរកម្លាំងណាតាមកម្ពូលសង្ឃវាមាន EZK តាមទិសដេកទិសឆហើយនិងទិសកាទិស Z ហើយដូចគ្នាម្លាស់ទីយើងសរសេរមានតាមទិស X ទិស EZK ហ្នឹងបែបហ្នឹងគឺយើងផលគុណ scalar ហ្នឹងគឺនឹងទទួលបានបែបនេះណាអាហ្នឹងគឺជារូបមន្តគណិតវិទ្យាធាតុពិតហើយយើងយក fx មក scalar ជាមួយនឹងx មកដែលមាន vector ឯកតាវា e ដូចគ្នាកាលណា e scalar e គឺស្មើជាមួយនឹង1ហើយលោកគ្រូអាចអនុវត្តរូបមន្តខាងលើនេះណាជំនួស f ដោយ e ជំនួស ab ដោយ e មក model របស់វាគឺស្មើ1អញ្ចឹងកុស theta កាលនេះមុំ0អញ្ចឹងកុសនៅមុំ0គឺស្មើជាមួយនឹង1បាទហ្នឹងគឺជារូបមន្ត command អនុវត្តចំពោះករណីកម្លាំងថេរមានមួយរូបមន្តបើយើងឲ្យនិយាយទូទៅយើងប្រើរូបមន្តក្រោមណាបាទឥឡូវយើងសិក្សាករណីកម្មន្តអគ្គិសនីនៃកម្លាំងថេរការសិក្សាយើងកន្លងមកគឺសិក្សាទៅលើករណីប្រទេសលោហៈ2ដែលមានបន្ទុកអគ្គិសនីផ្ទុយគ្នាអញ្ចឹងនៅចន្លោះហ្នឹងគឺយើងមានដែនអគ្គិសនីឯកស្ថាននៅទីនេះខ្ញុំជ្រើសរើសដែនអគ្គិសនីឯកស្ថានករណីដែនឯកស្ថាននឹងមកសិក្សាគឺដោយសារយើងសិក្សាករណីកម្លាំងថេរណាដោយសារតែដែននឹងឯកស្ថានអញ្ចឹងកម្លាំងអគ្គិសនីដែលមានអំពើលើវាគឺស្មើជាមួយនឹងគុយគុណឲ្យណាវាថេរដែរបាទពេលហ្នឹងយើងគាត់តែជំនួសកម្លាំង F ហ្នឹងដោយគុយគុណនឹងមកព្រោះអីវាជារូបមន្តតំណែងយើងរៀននៅសប្តាហ៍មុនបាទអញ្ចឹងករណីហ្នឹងយើងបានយ៉ាងងាយណាការកណនាកម្លាំងប៉ុន្តែនៅក្នុងការសិក្សារបស់យើងនេះវាមានពេលខ្លះបំលាស់ទីវាទៅតាមទិសនៃកម្លាំងតែម្ដងទេអញ្ចឹងករណីរូបកគឺចំណុច A នៅខាងឆ្វេងនេះចំណុច B នៅស្ដាំហើយនៅលើនេះអញ្ចឹងបំលាស់ទីគឺដូចខ្ញុំគូសពណ៌ក្រហមហ្នឹងតែវិតើកម្លាំងនេះតាមទិសដេកណាដល់ពេលបំលាស់ទីទៅតាមលើនេះវិញបាទអញ្ចឹងករណីហ្នឹងគឺយើងត្រូវគិតមុំណាគណនា model ហើយកណនាមុំរវាងវាទាំងពីរហ្នឹងមកយើងអាចកណនាផលគុណ scalar យើងនិយាយគ្នាមុនហ្នឹងថាកម្មនៃកម្លាំងរក្សាគឺវាមិនអាស្រ័យជាមួយនឹងកន្លងទេករណីរបស់យើងកម្លាំងអគ្គិសនីនេះគឺជាកម្លាំងរក្សាហើយបាទអញ្ចឹង
ជាឧទាហរណ៍ណាបើសិនយើងផ្លាស់ទីពីចំណុច A ទៅចំណុច C ទៅចំណុច B ណាខ្ញុំសិក្សាករណីខ្សែកាច់ណាខ្សែកាច់អញ្ចឹងវាត្រង់ទេអញ្ចឹងយើងក៏អាស្រ័យរូបមន្តមកណា command សរុបរបស់យើងគឺស្មើជាមួយនឹង F គុណជាមួយនឹងបំលាស់ទី AC បូកជាមួយនឹងកម្លាំងអគ្គិសនីសារកម្លាំងថេរអញ្ចឹងកម្លាំងនៅដដែលទេគុណជាមួយនឹងបំលាស់ទី CB ណាពេលហ្នឹងយើងអាចដាក់កម្លាំងជាកតាមកគុយហ្នឹងហើយស្កាលែជាមួយនឹង vector AC ម្លាស់ទី vector CB ជាម្លាស់ទីដែរបាទអាពីរហ្នឹងគឺផលបូក vector ធម្មតាគឺយើងបាន vector AB ណាអញ្ចឹងដដែលទេទោះបីជាខ្សែកាច់មិនក៏ដោយក៏ command របស់វាក៏នៅតែស្មើគ្នាដែរ command នៃកម្លាំងអគ្គិសនីទាំងករណីរូបកនិងករណីរូបខតាមរយៈករណីកនិងករណីខលោកគ្រូក៏អាចស្រាវជ្រាវបានដែរថាករណីខ្សែមិនមែនជាខ្សែកាច់តែជាខ្សែកោងដូចក្នុងករណីរូបកនេះបាទយើងគាត់នឹងអង្គន់ណាអង្គន់អាខ្សែកោងនឹងឲ្យញឹកតិចទៅវានឹងខ្លាយជាខ្សែកាច់ដែរអញ្ចឹងវាចូលក្នុងករណីរូបខហើយបាទបូកចុះបូកឡើងគឺចេញដូចករណីរូបខអញ្ចឹងករណីនេះអញ្ចឹងណាអញ្ចឹងcommand នៃកម្លាំងរក្សាគឺវាអត់អាស្រ័យនឹងកន្លងទេឲ្យតាមទីតាំងដើមទីតាំងស្រេចយើងស្គាល់វាអញ្ចឹងយើងគាត់ណាយកកម្លាំងស្កាលែជាមួយនឹង vector ម្លាស់ទីនឹងមកដែលភ្ជាប់រឿងទីតាំងដើមនិងទីតាំងស្រេចនឹងមកបាទគឺយើងអាចកណនាបានបាទឥឡូវយើងអាចបន្តសរសេរទៅមុខទៀតcommand បើយើងសរសេរមកស្មើកម្លាំងគុណឲ្យម្លាស់ទីយើងជំនួសមិញគុយគុណឲ្យម្លាស់ទីនឹងតាមមកទៀតអញ្ចឹងនេះផលគុណហ្នឹងគឺវាស្មើជាមួយគេស្មើជាមួយនឹងផលដកនៃ VA ដក VB កន្លែងនេះគឺ VA ហ្នឹងគឺតាំងឲ្យ potential ត្រង់ចំណុច A ត្រង់ប្រទេស A VB គឺ potential រវាងត្រង់ចំណុច B រឿង potential អីខ្ញុំនឹងនិយាយយមន័យវានៅខាងមុខអញ្ចឹងលោកគ្រូអាចគាត់កត់សម្គាល់ណាជាពាក្យបច្ចេកទេស potential អគ្គិសនីបាទផលដករវាង VA និង VB យើងឲ្យឈ្មោះថាផលសង potential ណាជាទូទៅយើងសរសេរ VAB បាទក្នុងការសរសេរតង់ស្យុងឬមួយក៏ផលសង potential អគ្គិសនីលោកគ្រូគួរសរសេរ2តួណាដើម្បីងាយស្រួលដឹងថាកន្លែងណាតួអក្សរកន្លែងណាប៉ូលវិជ្ជមានpotential ខ្ពស់ឬប៉ូលវិជ្ជមាន potential ទាបឬប៉ូលអវិជ្ជមាននេះគួយនិយាយចឹងទៅនៃថ្ម7ចឹងទៅលោកគ្រូនឹងជួបនៅសប្តាហ៍ទី3ទី4ទី5ទី6ណាជាមួយនឹងច្បាប់គិតឆុសអីហ្នឹងគឺយើងត្រូវការតង់ស្យុងដែលមានសញ្ញាជាក់លាក់បាទអានេះគឺលោកគ្រូប្រហែលជាចាំក្នុងករណីដែនអគ្គិសនីនៅចន្លោះប្រទេសលោហៈ2គឺស្មើដែលតា V លើ D បាទនៅក្នុងនេះខ្ញុំសរសេរ VAB វិញដើម្បីងាយស្រួលបញ្ជាក់ច្បាស់ថា potential រវាងចំណុចណានិងចំណុចណាណាជាទូទៅ VAB គឺ potential នៃ A ធៀបនឹង B អត្ថន័យរបស់វាបាទឬផលសង potential យើងភាគច្រើនហៅកាត់តង់ស្យុងណាបាទអញ្ចឹងយើងអាចសរសេរបានថា command គឺស្មើគុយជាមួយនឹងផលគុណ V គុយគុណជាមួយនឹង VA ដល់ VB បាទអញ្ចឹងករណីសិក្សាលើកម្លាំងអគ្គិសនីថេរគឺ command គេអាចសរសេរវាទៅជាដកណាសញ្ញាដកនៃ delta អុយមានន័យបំរែបំរួលថាមពល potential គឺ អុយ A ដកអុយ B ណាដោយសារបំរែបំរួលគឺអាស្រេចដកអាដើមអញ្ចឹងយើងយកអុយ B ដកអុយ A បើតែដោយសារមានសញ្ញាដកពីមុខយើងវាខ្លាយជាអុយ A ដកអុយ B វិញបាទប្រៀបធៀបអាពីរនឹងមកយើងទទួលបានអុយ A ដកអុយ B ស្មើគុយ VA ដក VB បើលោកគ្រូមើលកន្លែងហ្នឹងទៅហាក់ដូចជាអុយ A ហ្នឹងស្មើគុយ VA អុយ B ស្មើគុយ VB ណាប៉ុន្តែដោយសារវាជាផលសងណាយើងអាចជ្រើសរើសយកថេណាមួយប្រអីយកថេដកថេគឺចេញបានសមីការនឹងដដែលទេបាទអញ្ចឹងហើយបានជាគេកំណត់ថាមពល potential នៃចំណុចបន្ទាត់គុយដែលដាក់ត្រង់ទីតាំងណាមួយដែលមាន potential អគ្គិសនី V អញ្ចឹងវាមានថាមពល potential បែបហ្នឹងណាអុយស្មើគុយគុណឲ្យ V ហើយបូកមួយថេការកំណត់ថេនេះវាអាស្រ័យទៅលើលំហាត់ណាអាស្រ័យទៅលើករណីដែលយើងជួបជាក់ស្ដែងប៉ុន្តែទូទៅគឺយើងយកនៅអាណន់ស្មើ0ណាប៉ុន្តែនៅក្នុងការសិក្សានិយាយពីប្រទេសយើងសិក្សាប្រទេស2មិញណាភាគច្រើនយើងយក potential ត្រង់ប្រទេសដែលមាន potential ទាប
យកវាសូន្យតែមកដើម្បីងាយស្រួលអញ្ចឹងថេហ្នឹងគឺស្មើសូន្យណាបើឯកាលណាអ្វីស្មើសូន្យថាមពល potential ក៏ស្មើសូន្យដែរកន្លែងហ្នឹងអញ្ចឹងpotential ឬមួយក៏ថាមពល potential គឺវាត្រូវការទីតាំងដើម្បីធៀបណាពាក្យថា potential សំបីតែក្នុងករណី mechanic ក៏យើងត្រូវធៀបដែរបាទអញ្ចឹងຂະຫນាតអុយគិតជា joule ຂະຫນាតគុយគិតជា coulomb ຂະຫນាតវ៉េយើងគិតជា volt ណាតាមហ្នឹងធៀបពិតទៅតំណែងណាតំណែងថាមពល mechanic មិញយើងអាចសរសេរ ស្មើជាមួយនឹងការបូកអុយអញ្ចឹង delta ស្មើ delta កាបូក delta អុយករណីគឺយើងអាចទាញបានណា command របស់យើងគឺស្មើដក delta អុយហើយក៏ស្មើជាមួយនឹង delta k តែម្ដងបាទហ្នឹងក៏ជាតំណែងមួយទៀតដែរដែលលោកគ្រូអាចនឹងត្រូវការប្រើប្រាស់ដើម្បីកណនាថាមពល synthetic ម្រែមរូបថាមពល synthetic អីទៅបាទអញ្ចឹងបញ្ជាក់ម្ដងទៀតថាមពល synthetic ស្មើអីការគឺស្មើ 1/2 mv ការ៉េណាថាមពលដែលពាក់ព័ន្ធជាមួយនឹងចលនាដល់ពេលថាមពល potential វាអាស្រ័យថាថាមពល potential អីគេបើថាមពល potential អគ្គិសនីនេះស្មើប៉ុណ្ណេះតែបើជាថាមពល potential ទំនាញដីវាមានរូបមន្តពីរដែរណាអុយស្មើ mz ហាវាមានករណីហ្នឹងហើយគ្រូរៀនអគ្គិសនីទៅនឹងមានz m នៅលើair ណាអានោះក៏ជាថាមពល potential z m on m លើ air ណាអានឹងករណីថាមពល potential ទំនាញដីបាទបើយើងពិនិត្យករណីកម្លាំងទូទៅណាមិញករណីយើងសិក្សាមិញករណីដែនឯកសណ្ឋានណាវាកម្លាំងថេអញ្ចឹងករណីទូទៅគឺយើងកំណត់ណាដែលវាក្តោបករណីកម្លាំងថេនឹងដែរថាមពល potential អគ្គិសនីគឺយើងឲ្យនិយមន័យវាថាជាទំហំដែលវាស់ទៅដោយផលធៀបរវាងកំមន់ដែលបានបំពេញដើម្បីធ្វើឲ្យបន្ទុកវិជ្ជមានផ្លាស់ទី 2.1 ទៅដែនអាណន្តណាអញ្ចឹងអាហ្នឹងគឺយើងយកកំមន់ហ្នឹងមកចែកជាមួយនឹងបន្ទុកគុយដែលយើងផ្លាស់ទីនឹងមកគឺយើងទទួលបាន potential នៃចំណុច A លោកគ្រូសង្កេតឃើញករណីហ្នឹងហើយយើងនិយាយជាមួយធៀបនឹងអាណន្តព្រោះអីករណីអាណន្តគឺ potential វាស្មើជាមួយនឹង0លោកគ្រូនឹងឃើញករណីរូបមន្តខាងស្ដាំនេះថាបើសិនជាយើងគិតករណីអាណន្តគឺ V potential នៅត្រង់ចំណុចហ្នឹងគឺស្មើជាមួយនឹង0តែម្ដងបាទឥឡូវយើងសិក្សាទៅលើករណី potential អគ្គិសនីបើកើតដោយចំណុចបន្ទុកអញ្ចឹងបើសិនជាបន្ទុកគុយ0វាផ្លាស់ទីពី A ទៅ B ដែល potential ចំណុច A ធំជាងចំណុច B អញ្ចឹងអុយ A ដកអុយ B ណារូបមន្តថាមពល potential អគ្គិសនីគឺបែបនេះអុយគឺស្មើការគុយ0គុណ1គុយលើ A A មានន័យថាម៉េចមានន័យថាបើបន្ទុកគុយ0ហើយនិងបន្ទុកគុយហ្នឹងស្ថិតនៅចម្ងាយពីគ្នា A អញ្ចឹងអាហ្នឹងហើយគឺជាថាមពល potential រវាងចំណុចបន្ទុកពីរហ្នឹងប៉ុន្តែបើសិនបើវាស្ថិតនៅចម្ងាយ AB វិញអញ្ចឹងការគុយ0គុយធំនៅលើ AB វិញណាអញ្ចឹងវាប្រែប្រួលទៅតាមចម្ងាយបាទយើងធ្វើផសងនឹងមកគឺយើងទទួលបានបែបនេះបាទអញ្ចឹងតាមរូបមន្តមុនគឺយើងអុយ A ដកអុយ B ស្មើគុយ VA ដក VB អញ្ចឹងលោកគ្រូផ្ទឹមពីករណីហ្នឹងមកគឺឃើញថា VA VB មានរូបមន្តបែបមិនណាអញ្ចឹង VA គឺយើងអាចទាញបានថាស្មើការគុយលើ AA អញ្ចឹងមានន័យថាម៉េចចំណុចបន្ទុកគុយនៅត្រង់0នេះចុះឧបមាវាបង្កើតយើងសិក្សាកន្លងមកមានបង្កើតដែនអគ្គិសនីត្រង់ចំណុច A នេះមួយបាទវាអាចបើយើងយកគុយ0យកមកដាក់វាបង្កើតបន្ទុកគុយ0នឹងរងនៅកម្លាំងអគ្គិសនីដល់ពេលករណីរបស់យើងនេះគឺនិយាយអត់ទាន់មានគុយ0ទេបន្ទុកគុយនឹងដដែលក៏វាបង្កើតប៉ូតង់ជាអគ្គិសនីត្រង់ចំណុចនឹងដែរចំណុច A ហ្នឹងណាបើយើងយកគុយ0មកដាក់វានឹងមានថាមពលប៉ូតង់ជាអគ្គិសនីឲ្យដោយការគុយ0គុណគុយធំចែកជាមួយនឹងចម្ងាយណាពីបន្ទុកគុយធំហ្នឹងទៅគុយ0ទីពិតទៅរូបមន្ត potential អគ្គិសនីគឺយើងអាចទាញតាមយមន័យនេះក៏បានដែរ
dương thưa ăn thì cà mà commandពី A ទៅ B ពី A ទៅ anon គឺយើងយកកម្លាំងអគ្គិសនីយកគុណជាមួយនឹងម្ដងទី dA មកយើងចាត់ទុកឲ្យវាផ្លាស់ទីតាមនេះណាតាមកម្មមកតាមទិសនៃ vector air តែមកទៅដើម្បីងាយស្រួលអញ្ចឹងយើងស្កាលែមកកុសតែតារបស់យើងស្មើ0តែមកកន្លែងហ្នឹងបាទអញ្ចឹងករណីនេះធ្វើអន្តក្រាមកលោកគ្រូនឹងទទួលបានរូបមន្តនេះណាហើយជំនួសវាករណី anon និងករណី a មកយើងបាន a ហើយពេលហ្នឹងលោកគ្រូនឹងទទួលបាន va ស្មើប្រមាណបាទចំណុចបន្ទាប់ទៀតណាយើងក៏អាចសិក្សាករណីផលសង potential អគ្គិសនីរវាង2ចំណុចដែរយមន័យវាជាលេខគ្នាករណីមិញទេ VAB គឺយើងស្មើ common ដែលនាំបន្ទុកពី A ទៅ B ហ្នឹងចែកឲ្យគុយមកបាទអញ្ចឹងកន្លែងនេះយើងគិតត្រឹម3អត់ទៅដល់ anon ទេណាបាទទីពិតទៅបើយើងយក VA ណាយក VA ដក VB ដោយប្រើករណី common A anon នៅលើគុយណាដកជាមួយនឹង common B anon នៅលើគុយមកអាហ្នឹងក៏បានដែរយើងទទួលបានដូចគ្នាទេរូបមន្តរបស់ចំណុចទី3ណាបើសិនបើយើងមានចំណុចបន្ទុកច្រើនវាដូចជាករណីដែនអគ្គិសនីដែរណាបើយើងមានចំណុចបន្ទុកច្រើនបង្កើតដែនត្រង់ចំណុចមួយយើងធ្វើប្រើគោលការណ៍តម្រួតដើម្បីរកតម្លៃសរុបអានេះក៏ដូចគ្នាដែរគាត់ថា v របស់យើងជាទំហំ scalar អញ្ចឹងយើងបូកលេខពេជ្រគណិតណាអត់មានពាក់ព័ន្ធមួយ vector ថ្ងៃនេះហើយដូចគ្នាដែរចំពោះ Thermal potential បើសិនបើយើងមានចំណុចបន្ទុកច្រើនThermal potential សរុបគឺស្មើជាមួយនឹងផលបូកណាបន្ទុកផលគុណនៃបន្ទុកគុណជាមួយនឹង potential អគ្គិសនីខ្ញុំចង់បញ្ជាក់ឡើងនេះទៀតការសរសេរ easy ណាសន្ទុះពីក្រោមហ្នឹងដែលមានផលបូកគឺយើងធ្វើផលបូកតែករណី e cos p z ទេមានន័យថាជាឧទាហរណ៍តែហ្មងណាក្នុងរូបនេះយើងមានបន្ទុកគុយ1គុយ2គុយ3ដូចនៅក្រោមនេះអញ្ចឹងយើងធ្វើផលបូកមកអញ្ចឹងបើយើងចាប់គូណាគុយ1ជាមួយគុយ2ហើយអត់មានករណីគុយ2មកគុយ1មួយទៀតទេណាអញ្ចឹងបាទ e គឺអត់អាចស្មើមួយ j សុំទោសគុយ1ជាមួយគុយ1អត់មានករណីគុយ1គុយ1ការ៉េទេហើយនឹងករណីបច្ច្រាស់វិញគុយ2គុយ1គាត់បានដែរអត់ច្រើននឹងដដែលទេគុយ1គុណ1គុយ2ហើយគុយ2គុណជាមួយគុយ1ដដែលដូចគ្នាយើងអត់រាប់ទេអញ្ចឹងយើងធ្វើករណីឆ្លាស់ចឹងមកគឺគុយ1គុយ3លើ r 1 3គុយ2គុយ3លើ r 2 3គុណ1មួយគុណកាមកធ្វើផលបូកមកយើងទទួលបានថាមពលpotentialសរុបរបស់ប្រព័ន្ធបាទអញ្ចឹងសង្ខេបអីដែលខ្ញុំនិយាយមុនហ្នឹងជារូបមន្តទូទៅតែម្ដងកំមយើងប្រើតាមអន្តរការប៉ុន្តែបើយើងសិក្សាករណីដែនឯកស្ថានកំមរបស់យើងអាចប្រើអានេះបានណាយើងអត់មានអាចចាំបាច់អន្តរការទេហើយបើយើងមានកម្ពូលសង់របស់វាតាមទិស D ទិសឆទិស Z អីគឺយើងអាចប្រើរូបមន្តកម្ពូលសង់ក៏បានដែរអានេះគឺពិតវាចេញមកពីរូបមន្តផលគុណ scalar ដែនអគ្គិសនីឯកសណ្ឋានណានៅចន្លោះប្រទេសប្លង់ដែលផ្ទុកបន្ទុកអគ្គិសនីសញ្ញាផ្ទុយគ្នាហ្នឹងគឺយើងសិក្សាកន្លងមកណានៅក្នុងសប្តាហ៍មុនគឺ E ស្មើ sigma គឺជាដង់ស៊ីតេនៃបន្ទុកអគ្គិសនីក្នុងផ្នែកផ្ទៃចែកឲ្យ epsilon 0គុណឲ្យ epsilon r បាទរូបមន្តក្រោយទៀតខ្ញុំសរសេរស្មើនឹងផលសង potential VAB នៅលើ D ចម្ងាយលើផ្ទះទាំងពីរហ្នឹងបាទអញ្ចឹងអាពីរហ្នឹងយើងអាចផ្ទឹមគ្នាណាដើម្បីទាញបានតំណែងអីផ្សេងហើយរូបមន្តThermal potential អគ្គិសនីនៃចំណុចបន្ទុកគុយកាលណាដាក់នៅក្នុងតំបន់ដែលមាន potential V អញ្ចឹងយើងឲ្យដោយអុយស្មើគុយគុណ V បូកនឹងតម្លៃថេខ្ញុំសូមបញ្ជាក់ម្ដងទៀត potential អគ្គិសនីឬមួយក៏ Thermal potential អគ្គិសនីគឺវាពាក់ព័ន្ធជាមួយនឹងនេះទាំងអស់ណាពាក់ព័ន្ធជាមួយនឹងទីតាំងណាទីតាំងធៀបយើងត្រូវរកទីតាំងធៀបបាទអញ្ចឹងចំណុចមួយទៀតគឺយើងនិយាយអំពីដែនអគ្គិសនីបង្កើតឲ្យចំណុចបន្ទុកណាអានេះគឺតាំងពីសប្តាហ៍មុនខ្ញុំយកមកដើម្បីផ្សារភ្ជាប់គ្នាទេគឺការគុយលើ r ការ៉េអាហ្នឹងចំណុចបន្ទុកបង្កើតដែនណាឥឡូវចំណុចបន្ទុកដដែលគឺវាបង្កើត potential អគ្គិសនីផងដែរបាទគឺឲ្យដោយរូបមន្តការគុយលើ r ណាខុសគ្នាតែកន្លែងការ៉េគាត់ថាកន្លែងលើនេះដែន E របស់យើងគឺជាទំហំ vector ប៉ុន្តែដល់ពេល potential អគ្គិសនីគឺជាទំហំ scalar
vàបើយើងនិយាយទៅលើធម្មពល potential នៃចំណុចបន្ទាត់អគ្គិសនីតែ2ណាតែ2ងាយគឺយើងស្មើជាមួយនឹងគុយគុណជាមួយv 12ដែល v 12មានន័យថា v ដែលបង្កើតទៅដោយចំណុចបន្ទប់គុយ1ត្រង់បន្ទប់គុយ2ណាបាទអញ្ចឹងរូបមន្តរបស់វាគឺការគុយ1គុយ2នៅលើ r1 r12 បាទ VAB គឺស្មើប៉ុណ្ណេះរូបមន្តរបស់វាករណីនេះគឺខ្ញុំអត់បានរើសបូកថេទេជាទូទៅយើងសិក្សាករណីថេនៅអាណនណាអញ្ចឹង air ស្មើអាណនគឺថេអុយរបស់យើងគឺស្មើ0ណាលោកគ្រូដាក់ air អាណនមកអុយរបស់យើងនឹងចេញស្មើ0ហើយអានេះរូបមន្តផលសង potential រវាងចំណុច AB ណាតែតំណវាជាមួយនឹង common ធៀបទៅតំណាក់តំណងណាថាដែលអគ្គិសនីជាមួយនឹង potential អគ្គិសនីក៏វាមានដែរណាគឺស្មើដកជាមួយនឹង nabla v ណា grad នៃ v grad ហ្នឹងគឺជាអីគឺជា derivative ណា derivative នៃ potential អគ្គិសនីធៀបជាមួយនឹងabscissa ណា h មាន vector I មក j ez k ណាមាន y មាន z តាមហ្នឹងមកបាទហ្នឹងគឺជាការសិក្សាស៊ីជម្រៅអំពីដែលអគ្គិសនីជាមួយនឹង v ប៉ុន្តែអ្វីដែលលោកគ្រូសិក្សាកន្លងមកគឺយើងប្រើតែរូបមន្តមួយនេះទេណារូបមន្តមួយនេះបាទហ្នឹងករណីដែនឯកសណ្ឋានដែនអត់ឯកសណ្ឋានគឺតតតែលោកគ្រូប្រើវិធីសាស្ត្រ derivative បាទអញ្ចឹងខ្ញុំសូមលើកយកឧទាហរណ៍មួយឧទាហរណ៍ហ្នឹងបន្តមកពីសប្តាហ៍មុនទេឧទាហរណ៍ទី2ក្នុងសប្តាហ៍2ហ្នឹងគឺយើងមានចំណុចបន្ទប់អគ្គិសនី3គុយ1គុយ2គុយ3ណានៅត្រង់ទីតាំងដែលខ្ញុំឲ្យតាមហ្នឹងមកកាលនោះយើងមានគណនាកម្លាំងផ្គួបទិសដៅកម្លាំងផ្គួបឥឡូវហ្នឹងប្រព័ន្ធដដែលប៉ុន្តែយើងរក potential អគ្គិសនីសរុបត្រង់បន្ទប់គុយ1ខ្ញុំតាំងដោយ V1 potential អគ្គិសនីបង្កើតដោយអ្នកណាអញ្ចឹងបើយើងសិក្សាត្រង់គុយ1វាបង្កើតដោយគុយ2ហើយនិងគុយ3ករណីប្រព័ន្ធរបស់យើងមាន1 2 3បែបហ្នឹងហើយនឹងធម្មពល potential សរុបរបស់ប្រព័ន្ធណាបាទអញ្ចឹងយើងសារជំនួសតម្លៃលេខករណីពីរហ្នឹងបាទអញ្ចឹងដើម្បីជាជំនួយយើងគណនាចម្ងាយវាសិនបន្ទុកគុយ1ទៅគុយ2ណានេះគុយ1អានេះគុយ2ចម្ងាយវាប៉ុន្មានលោកគ្រូមើលត្រីកោណកែងពណ៌បៃតងនេះមកគឺឃើញអញ្ចឹងទិសដេករបស់វាគឺ2កន្លាណា2ម៉ែត្រតាមជ្រុងជាប់របស់វាបច្ឆើនេះ3កន្លាគឺ3ម៉ែត្រយើងគណនាតាមទិសីវត្ត Pythagoras មកចម្ងាយហ្នឹងគឺស្មើប៉ុណ្ណឹងហើយអនុវត្តស្តៀងគ្នាចំពោះករណី R12 R31 R13 និង 31 R23 និង R32 ដូចតែគ្នាទេពីរហ្នឹងគ្រូគាត់តែមើលតាមរូបដែលខ្ញុំគូសមកមានត្រីកោណកែងពណ៌ខៀវហើយនិងពណ៌ក្រហមហ្នឹងណាអញ្ចឹង potential អគ្គិសនីសរុបដែលបង្កើតត្រង់បន្ទប់គុយ1បង្កើតទៅដោយបន្ទប់គុយ2និងគុយ3នេះរូបមន្តរបស់យើងណា V23 និង V31 V21 និង V31 V21 មានន័យថា V បង្កើតដោយ2បន្ទប់គុយ2ត្រង់ចំណុចបន្ទប់គុយ1ហើយ V31 គឺបន្ទប់គុយ3បង្កើតត្រង់គុយ1អញ្ចឹងការគុយ2ណាអ្នកបង្កើតនេះចម្ងាយរវាងអ្នកបង្កើតនិងកន្លែងទទួលកន្លែងដែលវាបង្កើតអានេះអ្នកបង្កើតដែរគុយ3អញ្ចឹងការគុយលើ air ណាយើងគាត់តែជំនួសតាមករណីនីមួយៗមកនឹងឃើញដក 0.74 វ៉ុលណាធម្មពល potential អគ្គិសនីរបស់ប្រព័ន្ធណាយើងអនុវត្តរូបមន្តមិញដោយសារតែវាមាន3ណាវាមាន3អញ្ចឹងយើងអនុវត្តផលបូកស៊ីម៉ាមិញមកគឺយើងនឹងទទួលបានបែបហ្នឹងហើយបាទតម្លៃរបស់វាគឺប៉ុណ្ណឹងស្រួលណាលោកគ្រូគាត់តែជំនួសតម្លៃលេខទេបបហែងខ្ញុំបានកែនេះហើយបាទអញ្ចឹងយើងចូលដល់ករណីចលនាផង់ក្នុងដែនឯកសណ្ឋានអញ្ចឹងមុននឹងនិយាយអំពីដែនឯកសណ្ឋានចលនាផង់នៅក្នុងដែនឯកសណ្ឋានហ្នឹងខ្ញុំនិយាយអំពីលក្ខណៈទូទៅក្នុងមេកានិកដែរលោកគ្រូសិក្សាអញ្ចឹងករណីហ្នឹងបើយើងសិក្សាពីចលនាក្នុងមួយវិមានណាអាហ្នឹងគឺជាគ្រឹះដំបូងហើយអញ្ចឹងបើផលបូកកម្លាំងដែលវាអំពើលើភាគល្អិតណាមួយស្មើ0អញ្ចឹងភាគល្អិតហ្នឹងវាអាចបើវានៅស្ងៀមដដែលណាប៉ុន្តែវាមានចលនាជាចលនាត្រង់ស្មើអញ្ចឹងនេះ vector ល្បឿនរបស់វាគឺថេមិនត្រឹមតែតម្លៃទេគឺ vector ល្បឿនតែម្ដងទាំងទិសដៅទាំងទិសរបស់វាបាទអញ្ចឹងសមីការទីតាំង x នេះទីតាំង
គឺស្មើជាមួយ v គុណឲ្យ t រយៈពេលបូកនឹង x0 x0 ជាទីតាំងដើមនៅខណៈ t ស្មើ0បាទបើសិនជាផលបូកកម្លាំងមានអំពើលើភាគល្អិតហ្នឹងមិនថេទេមានតម្លៃថេហើយមិន0ណាអញ្ចឹងនេះយើងអាចទាញបានថាតាមចរន្តទី2 Newton S ស្មើ ma យើងទាញបាន a ស្មើ S លើ m បាទករណីហ្នឹងគឺយើងលបឿនរបស់អង្គធាតុគឺប្រែប្រួលហើយv ស្មើ at បូក v0 សមីការចលនាសមីការពេលខ្លះគេហៅហ្នឹងសមីការពេលសមីការទីតាំងរបស់យើង x ស្មើ1/2 at ការ៉េសន្ទុះគុណ1រយៈពេលការ៉េ v0 t បូកជាមួយនឹង x0 បាទអញ្ចឹងប្រភេទចលនាហ្នឹងគឺជាចលនាត្រង់ប្រែប្រួលស្មើអញ្ចឹងវាមានបែងចែកទៀតណាមានស្ទុះស្មើមានយឺតស្មើអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវពិនិត្យទៅលើ vector a និង vector v ណាបាទពីរនឹងទិសដៅដូចគ្នាគឺចលនាស្ទុះហើយប៉ុន្តែបើអាពីរនឹងទិសដៅផ្ទុយគ្នាគឺចលនាយឺតស្មើបាទនៅក្នុងនោះក៏មានតំណែងគ្មានពេលដែរណាគឺយើងមើលសមីការហ្នឹងទៅអត់ជាប់រយៈពេលទេអាហ្នឹងគឺជាសមីការគ្រឹះណាក្នុងមេកានិកលោកគ្រូអាចចាំបានវត្តបានព្រោះចលនាផង់របស់យើងគាត់ណាកម្លាំងជាកម្លាំងអគ្គិសនីឯងហើយយើងយកមេកានិកមកប្រើតែម្ដងបាទអញ្ចឹងបើយើងសិក្សាករណីចលនាគ្រាប់បាញ់នៅក្នុងមេកានិកគឺយើងសិក្សាចលនាគ្រាប់បាញ់គឺចលនា2វិមាត្រអញ្ចឹងចលនា2វិមាត្រវាគាត់ថាចលនា1វិមាត្រថែម1វិមាត្រមកទៀតមកជាឧទាហរណ៍ករណីហ្នឹងចលនារបស់យើងគឺនៅតាមទិសដេកជាចលនាត្រង់ស្មើចលនាតាមទិសឈរជាចលនាត្រង់ប្រែប្រួលស្មើចលនាគ្រាប់បាញ់របស់មេកានិកបាទអញ្ចឹងដោយសារអីកម្លាំងទម្ងន់ឬមួយក៏កម្លាំងទំនាញសកលឬទម្ងន់វាមានតែតាមទិសឈរពេលចឹងហើយកម្លាំងតាមទិសដេកអត់មានទេករណីយើងអត់គិតក៏កាត់ណាបាទអញ្ចឹងនៅក្នុងអគ្គិសនីរបស់យើងក៏ស្រដៀងគ្នាដែរនៅក្នុងហ្នឹងគាត់ថាប្រភពកម្លាំងរបស់យើងគឺមកពីអគ្គិសនីមិនមែនជាអន្តរកម្មទំនាញសកលអញ្ចឹងអាប្រភេទចលនាគ្រាប់បាញ់ក៏អាចកើតមាននៅក្នុងអគ្គិសនីដែរក៏មាននៅក្នុងនោះដែរបាទអញ្ចឹងជាឧទាហរណ៍គេបាញ់ប្រូតុងដោយវិចលល្បឿនណាមួយអញ្ចឹងមកនៅក្នុងដែនអគ្គិសនីឯកសណ្ឋានវានឹងរងនៅកម្លាំងអគ្គិសនីបាញ់ចុះក្រោមណាដោយសារវាជាបាច់ប្រូតុងបាទចុះក្រោម F ចុះក្រោមដែរអញ្ចឹងវាដូចករណីចលនាគ្រាប់បាញ់របស់យើងមិនអញ្ចឹងអញ្ចឹងលោកគ្រូគាត់បដូរពីកម្លាំងទម្ងន់ឬកម្លាំងទំនាញសកលមកកម្លាំងអគ្គិសនីអញ្ចឹងអ្វីៗនឹងដូចគ្នាទៅទាំងអស់គាត់ថានៅក្នុងផ្នែកអគ្គិសនីយើងមានចំណុចផ្សេងទៀតដែរចាប់អារម្មណ៍ជាជាងលើសពីអ្វីដែលលោកគ្រូសិក្សាក្នុងមេកានិកអញ្ចឹងដើម្បីចាប់ផ្ដើមណាគឺយើងសិក្សាទៅលើករណីផង់ឯកសណ្ឋានហើយករណីងាយជាងគេតែងាយជាងគេមួយក្នុងហ្នឹងគឺយើងសិក្សាទៅលើការបាញ់ផង់តាមទិសនៃដែនអគ្គិសនីអញ្ចឹងវាអាចបច្ច្រាស់វាអាចបដោយអីក៏បានដែរករណីបន្ទាប់យើងនឹងសិក្សាករណីកែងណាបាទអញ្ចឹងបើយើងពិនិត្យមើលទៅកម្លាំងដែលមានអំពើលើវាមានតែមួយទេអញ្ចឹងយើងអាចទាញបានសន្ទុះស្មើជាមួយគុយ លើ m មានន័យថា vector សន្ទុះរបស់យើងគឺអាស្រ័យជាមួយនឹងគុយដែរវាដូចឬមួយក៏ផ្ទុយពី របស់យើងគឺអាស្រ័យលើសញ្ញារបស់គុយបើគុយធំជាង0ជាងទិសដៅវាដូចគ្នាក្រៅពីហ្នឹងវាច្រាស់ណាបាទអញ្ចឹងបើយើងសិក្សាករណីបាញ់ផង់ស្របនឹងទិសនៃដែនអគ្គិសនីខ្ញុំសិក្សាជាពិសេសករណីហ្នឹងគឺគុយធំជាង0ប្រទេស A របស់យើងវិជ្ជមានប្រទេស B របស់យើងអវិជ្ជមានដូចក្នុងរូបនេះយើងមាន A មាន B ណាប្រទេស A ប្រទេស B អញ្ចឹងបើករណីហ្នឹងគឺផង់មានសន្ទុះណាមានសន្ទុះថេអញ្ចឹងវាជាចលនាត្រង់ប្រែប្រួលស្មើអញ្ចឹងសមីការយើងគាត់យកមកប្រើមក x មាន v មានតំណែងគ្មានពេលខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងដែរណា x0 v0 v ក៏ដោយ a ក៏ដោយនៅក្នុងករណីហ្នឹងគឺជាតម្លៃពេជ្រគណិតមានន័យថាវាអាចមានសញ្ញាបូកឬសញ្ញាដកវាអាស្រ័យលើទិសដៅរបស់លោកគ្រូដែលជ្រើសរើសក្នុងការសិក្សាប្រភេទចលនាហ្នឹងយល់ល្អលោកគ្រូគួរតែជ្រើសរើសទិសដៅឲ្យហើយចំណុចគោលអនៅណាទិសដៅវិជ្ជមាននៅណាណាដើម្បីងាយស្រួលសិក្សាបាទខ្ញុំគាត់ទៅបង្ហាញជាទូទៅណាជាការវិភាគដោយប្រើសមីការក្នុងការអនុវត្តលំហាត់លោកគ្រូគាត់ជំនួសលេខចូលទេប៉ុន្តែគោលការដើមណាលោកគ្រូត្រូវចាប់កន្លែងគោលដើមវាមកហើយយកសមីការហ្នឹងមកអនុវត្តព្រោះតាមរយៈរូបមន្តញ៉ៃមកកណ្ដាលហ្នឹងយើងអាចយកទៅបបែកជារូបមន្តអីផ្សេងទៀតប៉ុន្តែបើលោកគ្រូចាប់គោលកន្លែងហ្នឹងបានយើងចាំតែ1 2ឬ3រូបមន្តទេគឺយើងអាចស្រាយរូបមន្ត10 20បានព្រោះលំហាត់វាបត់បែនណាវាមានលក្ខណៈបត់បែនបាទអញ្ចឹងនៅក្នុងករណីហ្នឹងក៏មានការសិក្សាដោយនិយាយអំពីធម្មពលដែរគឺយើងនិយាយពីធម្មពល potential ណា
ដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងភាគច្រើនយើងយកកន្លែងប្រទេសដែលមាន potential ទាបហ្នឹងគឺយកវាស្មើ0 way A ឬមួយ way B ករណីនេះway B ហ្នឹងគឺយើងយក0មកដើម្បីងាយស្រួលហើយតំណែងផ្សេងទៀតមានដូចជាអីគេ sample synthetic ណាការស្មើមើលពី m 2ការ៉េm ជាម៉ាស់របស់ភាគល្អិតវាអាចជាអេឡិចត្រុងវាអាចជាប្រូតុងវាអាចជាភាគល្អិតដែលមានវត្ថុអគ្គិសនីផ្សេងណាហើយតំណែងកំមន់ណាក៏យើងយកមកប្រើដែរពាក់ព័ន្ធជាមួយនឹង membrane root sample potential និង sample synthetic បាទអានេះក៏មានជាតំណែងដែលយើងយកមកប្រើដែរបាទចំណុចបន្ទាប់ណារឿងពិបាកបន្តិចគឺយើងបាញ់ផង់ពេលហ្នឹងអត់តាមទិសនៃដែនទេប៉ុន្តែកែងនឹងដែនអគ្គិសនីខ្ញុំលើកករណីជាពិសេសក្នុងរូបនេះគឺគុយតូចជាង0ជាអេឡិចត្រុងចឹងបន្ទុកប្រទេស A វិជ្ជមានប្រទេស B អវិជ្ជមានអញ្ចឹងរបស់យើងគឺស្មើករណីនេះគឺវាតាមទិសឆអញ្ចឹងយើងសរសេរទម្រង់ទូទៅស្មើ x បូក y មាន e មាន z ករណីហ្នឹងខ្ញុំសរសេរមកទាំងពីរគឺដោយសារតែអីវានៅក្នុងប្លង់ណាខាងក្រោមនេះបាទខ្ញុំបញ្ជាក់ថាដោយសារតា y ហ្នឹងតាមទិសឆអញ្ចឹងហើយបានជារបស់យើងមានតែតាមទិសឆអញ្ចឹង x របស់យើង0ករណីហ្នឹងចលនាតាមទិសដេករបស់យើងគឺជាចលនាត្រង់ស្មើណា ax របស់វាក៏0ដែរព្រោះតាមសមីការនេះ vector a ស្មើគុយ លើ m ណាយើងបបែកមកមាន ax មាន ay បើ x 0 ax ក៏0ដែរព្រោះអាហ្នឹងវាជាកម្ពូលសង្ខដែលមានតាមទិស e ដូចគ្នាគុយ m ក៏ជាមេគុណដែរវាគុណទៅអត់មានប៉ះពាល់ដល់ទិសដៅ vector ទេបាទហើយអញ្ចឹងបើវាតាមទិសដេកជាចលនាត្រង់ស្មើគឺស្គាល់តែយករូបមន្តក្នុងចលនាត្រង់ស្មើយកមកប្រើមកបាទបើតាមទិសឆវិញគឺ a y របស់វាគឺស្មើថេអញ្ចឹងវាជាចលនាត្រង់ប្រែប្រួលស្មើណាដោយសារតែមានតាមទិសឆ a របស់យើងក៏មានតាមទិសឆដែរហើយតម្លៃរបស់វាថេពេលហ្នឹងលោកគ្រូគាត់តែបដូរណាអញ្ញាតយើងកាលមុនយើងតាមមានសេ x រហូតឥឡូវយើងប្រើវានៅក្នុងចលនាតាមទិសឆគឺ y អញ្ចឹងយើងទៅសេជា y a y v 0 y v y ហើយតំណាក់តំណងពេលតាមហ្នឹងបាទចំណុចដែលលើសពីហ្នឹងលើសពីចំណុចបាញ់ស្របដែនរបស់យើងគឺយើងមានតំណងមាន x មាន y ពេលហ្នឹងគឺវាចេញជាកន្លងឲ្យយើងអាចសរសេរបានករណីមុនមិញកន្លងវាត្រង់ភ្លឹងណាមានតែ x មួយតែករណីកន្លងកោងអញ្ចឹងហើយបាទយើងត្រូវសរសេរតំណង y ឲ្យជាប់ x ដើម្បីសរសេរអានឹងបានលោកគ្រូអ្នកគ្រូគាត់ដែរទាញរយៈពេលពីក្នុងសមីការដែលពាក់ព័ន្ធមួយ x ហើយជំនួសវាចូលទៅក្នុងសមីការ y មកបាទអញ្ចឹងករណីមួយដែលគេសិក្សាដែរពេលខ្លះគេកំណត់លក្ខខណ្ឌថាផង់ចេញផុតពីដែនឯកសារនៅកន្លែងណាណានៅម្ដុំចុងប្រទេស A ខាងនេះជាករណីហ្នឹងខ្ញុំលើកជាឧទាហរណ៍ជាពិសេសនៅក្នុងករណីនេះគឺ y របស់យើងត្រូវតូចសំទោសត្រូវធំជាងy a ដោយសារតែយើងយកគល់0នៅលើណាគល់0នៅនេះអញ្ចឹង y នៅខាងក្រោមនេះអាចមានតម្លៃដក10អីហ្នឹងទៅប៉ុន្តែនៅលើហ្នឹងដក8អញ្ចឹងដែលធំជាងកន្លែងនេះគឺខ្ញុំនិយាយទៅលើតម្លៃពេជ្រគណិតណាដក8វាធំជាងដក10ណាលោកគ្រូត្រូវសរសេរសមីការណាអាលក្ខខណ្ឌហ្នឹងតាមគល់អដែលលោកគ្រូជ្រើសរើសបើលោកគ្រូអ្នកគ្រូយកកន្លែងនេះ0ណាយកកន្លែងចំណុចចេញហ្នឹង0តែម្ដងអញ្ចឹងតម្លៃ y ត្រូវធំជាង0ណាតម្លៃ y របស់វាបាទវាប្រែប្រួលតាមលក្ខខណ្ឌអញ្ចឹងបានជាខ្ញុំអត់លើកយកជារូបមន្តដែលលោកគ្រូចងចាំទេលោកគ្រូវិភាគទៅតាមលក្ខណៈជាក់ស្ដែងចាប់គោលឲ្យជាប់មកយើងអាចវិភាគទៅតាមនឹងរូបមន្តអីផ្សេងវានឹងចេញមកឯងបាទនៅពេលដែលផង់ចេញពីដែនឯកសណ្ឋានគឺលក្ខណៈទូទៅតែម្ដងលែងមានកម្លាំងមានអំពើលើវាព្រោះអីយើងអត់គិតទម្ងន់ទេពេលហ្នឹងអញ្ចឹងចលនាវាជាចលនាត្រង់ស្មើពេលហ្នឹង vector របស់យើងគឺ vector v ដែលចេញកន្លែងផុតដែនគឺថេទៅត្រង់ភ្លឹងអញ្ចឹងហើយបាទយើងអាចកណនាមេមុំនឹងបានណាមុំរវាងvector vx ជាមួយនឹងកម្ពូលសង្ខតាមទិសដេកនិងតាមទិសឆតាមពិតទៅនៅក្នុងកម្រិតថ្នាក់ទី11ណាកម្រិតថ្នាក់ទី11គឺយើងសិក្សាគឺបាញ់តែកន្លែងកែងនឹងដែរប៉ុន្តែបាញ់នៅចន្លោះកណ្ដាលរវាង A និង B ណាដូចករណីនេះនៅtrongចំណុច O បាញ់ពីឆ្វេងទៅកណ្ដាលមកហើយវាចេញនៅចំណុចណាមួយអញ្ចឹងទៅ
មានករណីសិក្សា deflection ណាស្អីមិញយើងសិក្សាដូចគ្នាដែរប៉ុន្តែករណីនេះយើងមាននិយាយថែមពី deflection វាជាចម្ងាយរវាងទីតាំងដែលមានដែននិងទីតាំងដែលអត់ដែនលោកគ្រូអាចសម័យថាបើសិនជាអត់មានដែនអគ្គិសនីទេយើងបាញ់ទៅ V0 វានឹងទៅដល់ចំណុចហើយប៉ុន្តែដោយសារមានដែនអគ្គិសនីទៅវាមានលំងាកទៅប៉ះ screen នេះចឹងទៅកន្លែងអេក្រង់ហ្នឹងកន្លែងចំណុច P ជាងចម្ងាយទៅ P ហ្នឹងយើងឲ្យឈ្មោះថា deflection អគ្គិសនីឬ deflection ធម្មតាលោកគ្រូអាចកណនីបានមើលតាមលក្ខណៈធនីមានណារកតាមតង់ក៏បានស៊ីនក៏បានកុសក៏បានអត់អីលោកគ្រូមើលតាមហ្នឹងមុំ alpha ណាគេហៅថាមុំលំងាកករណីហ្នឹងដូចមិញដែរជាទូទៅករណីនេះគឺគេបន្លាយណា vector v ដែលចេញហ្នឹងបន្លាយមកគឺជានិច្ចកាលតែងតែកាត់ចំណុចកណ្ដាលនៃបន្ទះទាំងពីរហ្នឹងបាទបន្ទះ A បន្ទះ B ចំណុចកណ្ដាលវាគឺកន្លែង D លើ2ហើយនឹង L លើ2ណាកណ្ដាលមកបាទអញ្ចឹងលក្ខខណ្ឌហ្នឹងធៀបទៅយើងអាចស្រាវជ្រាវបានណាតាមរយៈសម័យកាលដែលខ្ញុំនិយាយមកមិញគឺយើងបញ្ចូលគ្នារវាងដែនចលនាតាមទិសដេកនិងចលនាតាមទិសឆ្វេងបាទនៅក្នុងថ្នាក់លោកគ្រូអាចលើកយកសំណួរហើយនឹងយើងនឹងពិភាក្សាគ្នាលម្អិតបន្ថែមទៅលើការកណនាដែលមានបញ្ចូលតម្លៃលេខតាមលក្ខខណ្ឌមួយតែដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងយើងគាត់ថាយកកម្លាំងដែលលោកគ្រូសិក្សាក្នុងមេកានិកហ្នឹងទៅជាកម្លាំងអគ្គិសនីវិញហើយអនុវត្តដូចគ្នាគាត់ថាវាមានអីបន្ថែមនៅក្នុងហ្នឹងដែលលោកគ្រូត្រូវដាក់ចូលបាទសូមអរគុណច្រើនលោកគ្រូចឹងជួបគ្នានៅក្នុងថ្នាក់នៅថ្ងៃអាទិត្យនេះ